សួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនណាខ្លះដែលមានអារម្មណ៍ថាថ្ងៃខ្លះដូចខ្ជិលធ្វើម្ហូបអីច្រើនណាស់ដូចធុញអត់ដឹងថាធ្វើម្ហូបអីញ៉ាំឯមែនទេចាំមកថ្ងៃនេះមានមុខម្ហូបថ្មីមួយមុខទៀតហើយមកបង្ហាញបងប្អូនទាំងអស់គ្នាគឺថាងាយស្រួលធ្វើមែនតើលឿនណាចាញ៉ាំត្រីខកំប៉ុងបងប្អូនធ្លាប់ញ៉ាំទេចាមកមានតែត្រីខកំប៉ុងយើងមកបន្លែតិចតួចមកគឺថាធ្វើបានញ៉ាំហើយសំខាន់ហ្នឹងគឺមានរសជាតិឈ្ងុយឆ្ងាញ់កប់សេរីហ្មងបងប្អូនទាំងអស់គ្នាអត់តឡន់ទេចាមកបើមិនជឿមកសាកធ្វើជាមួយនឹងចាត់មានធ្វើបានញ៉ាំឆ្ងាញ់ហើយបានបង្ហាញបងប្អូនទាំងអស់គ្នាចាមុខម្ហូបមួយមុខនេះនិយាយទៅក៏ជាម្ហូបប្រចាំរបស់ចាត់មានដែរតែថ្ងៃណាខ្ជិលធ្វើម្ហូបអីច្រើនគាស់ត្រីខចាច្បាច់ខុចឆ្មាញិចម្ទេសអូយថែមតាខ្ទឹមបារាំងមកគឺថាឆ្ងាញ់កប់សេរីហ្មងបងប្អូនអូយក្រឃើញរូបភាពវីដេអូហ្នឹងក៏ស្រក់ទឹកមាត់ដែរចាំមកបងប្អូនទាំងអស់គ្នានេះគ្រឿងផ្សំចាត់មានត្រីខមួយកំប៉ុងចាមានក្រូចឆ្មាយើងមួយផ្លែមកហើយបើបងប្អូនអត់មានខ្ទឹមក្រហមទេបងប្អូនអាចប្រើខ្ទឹមបារាំងក៏បានខ្ទឹមក្រហមក៏បានណាហើយខ្ទឹមសយើងបន្តិចមកចំណែកម្ទេសគឺប្រើតាមចំណង់ចំណូលចិត្តបងប្អូនចង់ប្រើម្ទេសបុកហើយម្ទេសស្រស់ក៏បានណាចាគឺមានរសជាតិឈ្ងុយឆ្ងាញ់ដូចគ្នាបងប្អូនចូលចិត្តហឹរដាក់ច្រើនទៅណាមុខម្ហូបមួយមុខនេះគឺស៊ីម្ទេសហើយនឹងស៊ីក្រូចឆ្មាហឹរជូរអែមចាបងប្អូនហើយផ្នែកបន្លែចាត់មានត្រសក់ស្ពៃក្តោបហើយនឹងផ្លែរ៉ាឌីណាបន្ទាប់មកយើងយកបន្លែទាំងអស់ហ្នឹងទៅលាងទឹកសម្អាតឲ្យបានស្រស់ទឹកស្អាតមកហើយបកសបកវាចិតជាបន្ទះស្ដាងបែបនេះសូមបញ្ជាក់បើសិនជាបងប្អូនអត់មានខ្ទឹមក្រហមបងប្អូនអាចប្រើខ្ទឹមបារាំងតែបើបងប្អូនមានទាំងពីរប្រភេទប្រើទាំងពីរប្រភេទកាន់តែពិសេសណាចាឥឡូវត្រៀមគ្រឿងឲ្យហើយមកចានេះខ្ទឹមចិញ្ច្រាំក្រូចឆ្មាហាន់ស្លឹកខ្ទឹមហាន់ហើយនេះបន្លែនេះចាមានឆូតអញ្ចឹងធ្វើផ្ការ៉ាឌីសម្រាប់តាំងចានណាបងប្អូនត្រសក់ចាស្ពៃក្តោបយើងគឺហាន់ដាក់ក្នុងចានយើងតាំងឲ្យស្អាតឲ្យហើយមកណាហើយបន្ទាប់មកយើងត្រូវមានចានក្លុកធំមួយហើយយើងបើកត្រីខយើងមកចាក់ចូលផ្លុកចាអ្នកបងប្អូនទាំងអស់គ្នាមកកំប៉ុងហ្នឹងច្រើនមែនទែនញ៉ាំគ្នា4នាក់អីបងប្អូនចាបន្ទាប់មកឥឡូវយើងចាប់ដើមថែមគ្រឿងម្សៅស៊ុបបន្តិចម្សៅរ៉ូឌីចាស្ករសកន្លះស្លាបព្រាបាយហើយក៏យើងចាក់ទឹកត្រីចូលបងប្អូនទាំងអស់គ្នាចំនួន2ស្លាបព្រាបាយបើបងប្អូនចង់ប្រើអំបិលបន្តិចក៏បានដែរតែចាត់មានត្រឡប់ប្រើតែទឹកត្រីគឺដាក់តែទឹកត្រីណាបន្ទាប់មកដាក់ខ្ទឹមចិញ្ច្រាំយើងចូលម្ទេសបុកហើយនឹងម្ទេសស្រស់ហើយនឹងខ្ទឹមក្រហមព្រមទាំងស្លឹកខ្ទឹមដែលយើងបានត្រៀមហើយបងប្អូនទាំងអស់គ្នាហើយចាប់ផ្ដើមច្បាច់ខូចឆ្មាយើងចូលចា2 3ចម្រៀតល្មមសិនណាបងប្អូនចាំភ្លក់ពេលក្រោយកុំតន់អាឡូបតាជូរជ្រុលពេកហ្នឹងគឺពិបាកថែមថយណាចាចាត់មានថែមតែ3ចម្រៀតចូលហើយចាប់ផ្ដើមលាយគ្រឿងទាំងអស់ហ្នឹងចានេះលាយគ្រឿងនឹងចាខ្ទឹមក្រហមទឹកក្រូចឆ្មាហើយនឹងត្រីខយើងហ្នឹងឲ្យចូលសព្វជាតិល្អហើយចាត់មានក៏ចុចត្រីខហ្នឹងបំបែកវាឲ្យតូចជា4ជា6អីចឹងណាបងប្អូនទាំងអស់គ្នាចាអត់ចង់បានធំពេកទេវាអត់សូវចូលជាតិល្អអញ្ចឹងណាចាតែប៉ុណ្ណឹងបងប្អូនធ្វើការភ្លក់ទៅតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាចង់បានរសជាតិបែបណាថែមបែបហ្នឹងមកចាមានថែមទឹកត្រីហើយនឹងស្ករសចូលបន្តិចគឺថាល្មមឆ្ងាញ់ហ្មងណាចាជូរហិលឡែមតិចឈ្ងុយចាហើយបន្ទាប់មកយើងចាប់ផ្ដើមដួសដាក់ចានយើងមួយស្អាតចានដែលយើងបានត្រៀមបន្លែយើងហើយបងប្អូនទាំងអស់គ្នាចានេះហើយបន្ទាប់មកចុងក្រោយហ្នឹងគឺថែមខ្ទឹមក្រហមហើយនឹងស្លឹកខ្ទឹមបន្តិចពីលើចានហ្នឹងឲ្យមានសោភ័ណភាពស្អាតចាននេះមើលទំនងអត់បងប្អូនទាំងអស់គ្នាគឺថាឆ្ងាញ់កប់សេរីណាចាមកពេលនេះគឺអស់បាយ2ចានទៀតហើយកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាអរគុណច្រើនបាយបាយ